ខេសួស្តីបងប្អូនអរគ្នាថ្ងៃនេះជួបគ្នាសារជាថ្មីនៅថ្ងៃទី22ខែ4 2026មាសនៅក្នុង time frame 1ម៉ោងបាទអញ្ចឹងឃើញហើយថាទីផ្សារមាសព្រឹកនេះគឺវាឡើងច្រើនគួរសមដែរបាទវាឡើងជិតបាន100លេខហើយបងប្អូនអរគ្នាអញ្ចឹងតម្លៃដែលយើងអាចចូលលក់ទី1នោះគឺនៅតម្លៃ4796ហើយនឹងតម្លៃលក់ទី2នោះគឺនៅតម្លៃ4834ហើយនឹងតម្លៃលក់ទី3នោះគឺនៅតម្លៃ4894បាទអញ្ចឹងបងប្អូនអរគ្នាត្រូវតែរងចាំបាទបើសិនជាវាទៅដល់តម្លៃហ្នឹងឬមួយក៏វាបំបីតម្លៃ high ទី1នេះគឺទីផ្សារមាសវាប្រកាសជាឡើងទៅខាងលើទៀតហើយបងប្អូនប៉ុន្តែបើកាលណាវាបំបែកអញ្ចឹងយើងត្រូវតែព្យាយាមទិញវិញយើងកុំព្យាយាមលក់ច្រើនពេកបាទអញ្ចឹងបើសិនជាទីផ្សារឡើងទៅដល់តម្លៃ4790ជាងហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចូលលក់បានបាទហើយពេលដែលវាធ្លាក់មកដល់តម្លៃ4600ចិនបាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាចធ្វើការទិញឡើងបានហើយបើសិនជាវាមកផុតនៅតម្លៃនឹងទៀតគឺបងប្អូនទាំងអស់គ្នាត្រូវរងចាំទិញនៅតម្លៃមួយទៀតគឺនៅតម្លៃ4587បាទអញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនជាវាបំបែកនៅតម្លៃឡូទីផ្សារមាសវាប្រកាសជាមានការធ្លាក់ចុះទៀតហើយបងប្អូនបាទប៉ុន្តែបើសិនជាយើងមើលតាមលំហូរទីផ្សាររបស់វាតែម្ដងគឺវាស្ថិតនៅក្នុងលំហូរ down trend បងប្អូនបាទអញ្ចឹងបើកាលណាវាស្ថិតនៅក្នុងលំហូរ down trend គឺបងប្អូនទាំងអស់គ្នាត្រូវតែព្យាយាមលក់ឲ្យបានច្រើនជាងទិញបាទចាត់ថ្ងៃនេះខ្ញុំបាទក៏មានតែប៉ុណ្្នឹងដែរបាទសូមឲ្យបងប្អូនទាំងអស់គ្នា trade ចំណេញច្រើនហេងសំណាងល្អ